ជំរាបសួរនិងសួស្តីកូនសិស្សទាំងអស់គ្នាជាទីស្រឡាញ់រាប់អានថ្ងៃនេះវិលមកជួបគ្នាសាជាថ្មីម្ដងទៀតហើយថ្ងៃនេះលោកគ្រូនឹងចែករំលែកអ្នកទាំងអស់គ្នាទាក់ទងទៅនឹងការប្រើប្រាស់ពាក្យថា have got តើ have got គេប្រើយ៉ាងដូចម្តេចទៅហើយវាមានន័យយ៉ាងម៉េចទៅតោះយើងទៅមើលក្តារខៀនរបស់យើងទាំងអស់គ្នាចឹងពាក្យថា have got អត្ថន័យរបស់វាគឺ possess or possessions មើលបង្ហាញអំពីម្ចាស់នៃអីមួយឬក៏កម្មសិទ្ធិនៃអ្វីមួយចាត់គេប្រើវាយ៉ាងម៉េចតាហើយយើងទៅមើលនិយមន័យរបស់វា we usually use have got with nouns that we possess or have អូខេជាធម្មតាយើងប្រើពាក្យថា have got ជាមួយនឹងនាមដែលយើងមានឬក៏ដែលជាកម្មសិទ្ធិរបស់នរណាម្នាក់ឬក៏យើងមានណាហើយពាក្យ have got ហ្នឹងគឺវាមានទម្រង់ទី1គឺពាក្យ have got ហើយទី2គឺពាក្យ has got តើ have got គេប្រើជាមួយនឹង subject pronoun អ្វីខ្លះហើយ has got ប្រើជាមួយនឹង subject pronoun អ្វីខ្លះតើឥឡូវយើងទៅមើលទាំងអស់គ្នា for I you we and they we use have got អញ្ចឹងចំពោះ subject pronoun I pronoun you we ហើយនឹង they គឺយើងប្រើជាមួយនឹងពាក្យថា has got នៅក្នុងប្រយោគស្របឥឡូវយើងទៅមើលឧទាហរណ៍របស់យើងទាំងអស់គ្នាទី1 I have got a car អូខេ I have got a car ខ្ញុំមានឡានចំនួន1គ្រឿងអញ្ចឹង have ឡើងនេះយើងបកប្រែថាមានអត្ថន័យវាស្មើនឹងពាក្យ possess or have ដែរ Number 2 you have got a bike អូខេ you have got a bike អ្នកមានកង់1គ្រឿង and number 3 we have got 3 laptops okay 3 laptops អញ្ចឹង have got យើងមានកុំព្យូទ័រយន្តដៃចំនួន3គ្រឿង number 4 they have got 5 books ពួកគេមានសៀវភៅចំនួន5ក្បាលអូខេតែឥឡូវយើងទៅមើលមួយទៀតចំពោះការប្រើជាមួយនឹង has got អញ្ចឹងជាមួយនឹង has got គឺយើងប្រើជាមួយនឹង subject pronoun he she and it អូខេអញ្ចឹងទី1 he has got a dog អូខេ he has got a dog គាត់មានឆ្កែមួយទី2 she has got pants she has got pants អូខេនាងមាន big មួយចំនួនឬក៏មាន big it has got 2 stars អូខេ 2 star number 4 Dara has got a markerបាទនេះអញ្ចឹងរបៀបនៃការប្រើប្រាស់ពាក្យថា have got គឺយើងបកប្រែថាមានឬក៏បង្ហាញអំពី possess មានន័យថាកម្មសិទ្ធិចំពោះអ្វីមួយអូខេអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះគឺមានតែប៉ុណ្ណឹងចាំយើងជួបគ្នាទាក់ទងនឹងការប្រើពាក្យថា have got នៅក្នុងប្រយោគ negative ហើយនិងប្រយោគ question របស់យើងបន្តទៀតសូមអរគុណ